ក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញអំពីរបៀបបង្កើតថ្នាក់នៅក្នុងកម្មវិធី Plickers ចឹងនៅក្នុងកម្មវិធី Plickers គ្រូអ្នកគ្រូត្រូវបង្កើតថ្នាក់ដើម្បីចែកជូនកាត QR ទៅដល់សិស្សបាទហើយនៅពេលដែលយើងបង្កើតថ្នាក់យើងត្រូវមានសិស្សនៅក្នុងថ្នាក់របស់យើងនៅពេលដែល scan ប្រព័ន្ធពិន្ទុនឹងលោតចូលទៅក្នុងបាទនៅក្នុង score sheet នេះបាទចឹងដើម្បីបង្កើតថ្នាក់លោកគ្រូអ្នកគ្រូចូលទៅកន្លែងពាក្យ new class បាទហើយលោកគ្រូអ្នកគ្រូអាចបង្កើតរហូតដល់ទៅម្ដង8ថ្នាក់បាទនៅក្នុងជំហាននេះយើងបង្កើតសាកល្បងបាទចំនួន2ថ្នាក់បាទថ្នាក់ទី5និងថ្នាក់ទី6ប្រសិនបើលោកអ្នកគ្រូបង្រៀននៅវិទ្យាល័យបាទបង្រៀន4ថ្នាក់អាចដាក់តាមកម្រិតនឹងបាទអាចទី7 A B C D អីចឹងទៅតោះមកយើងចុច create classes បាទពេលដែលលោកគ្រូអ្នកគ្រូបង្កើតថ្នាក់ហើយបាទឈ្មោះថ្នាក់យើងហើយលោកគ្រូអ្នកគ្រូត្រូវបញ្ចូលសិស្សបាទជំហានបញ្ចូលសិស្សលោកគ្រូអ្នកគ្រូបាទចុចកន្លែង add student នេះបាទចុចទៅហើយកន្លែងនេះលោកគ្រូអ្នកគ្រូវាយបញ្ចូលឈ្មោះសិស្សបាទជាសំណាងបាទយើងដកឃ្លីកមកធាសូណាអីទៅម៉ាបញ្ញាអញ្ចឹងទៅបញ្ជាក់ជូនលោកគ្រូអ្នកគ្រូដែរកន្លែងបង្កើតឈ្មោះសិស្សនេះលោកគ្រូអ្នកគ្រូអាច copy បញ្ជីពិន្ទុសិស្សបញ្ជីឈ្មោះសិស្សចេញពី Excel ឬក៏ Google Sheet ដាក់ចូលតែម្ដងបាទលឿនបាទអត់ខាត់ពេលលោកគ្រូអ្នកគ្រូវាបញ្ចូលដៃអញ្ចឹងឧទាហរណ៍យើងបញ្ចូលបានប៉ុណ្ណឹងហើយលោកគ្រូអ្នកគ្រូចុចពាក្យ next បាទត្រង់ចំណុចនេះប្រព័ន្ធលោតប្រាប់ថាសិស្សនៅខាងលើគេគឺលេខ1សិស្សបន្ទាប់លេខ2សិស្សនៅលេខរៀងទី3គឺបានលេខ3អញ្ចឹងលេខរៀងនេះគឺជាលេខ QR code គាត់បាទអញ្ចឹងកន្លែងនេះអត់អីទេយើងតែប៉ុណ្ណឹងលោកគ្រូចុច done មកបាទអញ្ចឹងការបង្កើតថ្នាក់ឲ្យ add សិស្សគឺលោកគ្រូអាចបង្កើតតែប៉ុណ្ណឹងមកគឺគ្រប់គ្រាន់ហើយបើសិនបើលោកគ្រូមានសិស្សបន្ថែមទៀតយើងអាច add សិស្សចូលនៅពេលក្រោយទៀតបានបាទនេះកន្លែង edit student ណាយើងអាចចុចលើនឹងមកលោកគ្រូអាចចុចបាទ add សិស្សបន្ថែមបាទអញ្ចឹងនៅពេលដែល add សិស្សបន្ថែមនៅក្នុងថ្នាក់ទី5ហើយលោកគ្រូអាច add សិស្សនៅក្នុងថ្នាក់ទី6ម្ដងអញ្ចឹងយើងបើសិនសិស្សលោកគ្រូមានថ្នាក់ទី5 30នាក់ថ្នាក់ទី6មាន40នាក់លោកគ្រូអាចប្រើកាត QR code ហ្នឹងតែលេខរៀងពីលេខ1ដល់លេខ40បាទប្រើទាំងថ្នាក់ទី5ទាំងថ្នាក់ទី6បាទចាំមានថាកាតយើងមានតាមម្ដុំអាចប្រើគ្រប់ថ្នាក់បានអញ្ចឹងរបៀបនៃការបង្កើតថ្នាក់ដែលខ្ញុំរៀបរាប់ជូនលោកគ្រូគឺមានតែប៉ុណ្្នឹងទេបាទជម្រាបលាលោកគ្រូ